ប្រាណរដ្ឋាចារ្យនមស្ការគុណមិញណាយើងទៅសេដៃមកហើយផ្ញើថតផ្ញើចូលគ្រប់យើងមកបងស្មាមានគ្រប់មួយសំណួរទី2តើការនមស្ការបរតនត្រ័យហ្នឹងបានប្រយោជន៍អីមានប្រយោជន៍អីអត់មិញរៀនហើយណាព្រះសម្មាសម្ពុទ្ធមានន័យថាដូចម្ដេចដែលយើងហៅថាពុទ្ធព្រះសម្មាសម្ពុទ្ធយើងធ្លាប់ប្រើពាក្យហ្នឹងបងព្រះសម្មាសម្ពុទ្ធធ្លាប់ណាហើយធ្លាប់យើងត្រូវដឹងថាព្រះសម្មាសម្ពុទ្ធមានន័យថាយ៉ាងម៉េចអញ្ចឹងថ្ងៃនេះចប់មេរៀនទី1ល្មមតោះស្អែកយើងចូលមេរៀនទី2ស្គាល់គុណពធគុណប្រសងហើយបានយើងចូលទៅក្នុងព្រះអភិធម្មសម្ដែងពីបរមត្តធម៌ហ្នឹងតោះមានអ្នកណាឆ្ងល់អីបន្ថែមទេមានពេលវេលា10នាទីទៀតពេលវេលា10នាទីកណាលោកចាស់គ្រូខ្ញុំកណាគ្រូខ្ញុំកណាឆ្ងល់ត្រង់ពាក្យសម្មាសម្ពុទ្ធដែលមានន័យថាព្រះអង្គភ្ញាក់ដោយប្រពៃហ្នឹងព្រះអង្គមិញអត់ទាន់លោកម្ចាស់គ្រូភ្ញាក់ពីអវិជ្ជាហើយនឹងកិលេសមិនមែនលោកម្ចាស់គ្រូក៏ភ្ញាក់អំពីការដេកលក់គឺអវិជ្ជានឹងឯងការវង្វេងនឹងឯងការវង្វេងកណាលោកម្ចាស់គ្រូហ្នឹងហើយចុះមានអ្នកណាឆ្ងល់អីផ្សេងទៀតទេកណាឆ្ងល់មួយការសូត្រនមស្ការគុណប្រណត្រ័យហ្នឹងពុំមកថាអ្នកខ្លះសូត្រទៅបល័យទៅអត់យល់អត្ថន័យឯអ្នកខ្លះគាត់សូត្រទៅគាត់យល់ផងទៅពីហ្នឹងតែមានប្រយោជន៍ច្រើនជាងការជាអន្តរាយបានជាអូបើនិយាយពីការនមស្ការយើងសូត្រជាបល័យក៏បានសូត្រជាសម្រាយក៏បានសំខាន់បំផុតយល់នៃសេចក្តីបើអញ្ចឹងណាសូត្រយល់នៃសេចក្តីទើបបានប្រយោជន៍មិនមែនថាសូត្រអត់យល់នៃសេចក្តីអត់បានប្រយោជន៍ទេណាព្រោះវាបានសទ្ធាកើតដែរតែបើសិនជាប្រយោជន៍កើតវិញសឹងតែខុសគ្នា1ជា2អញ្ចឹងណាបងព្រោះបើយើងសូត្រហើយយើងអត់ដឹងន័យអីផងហ្នឹងវាអត់ទៅបានប្រយោជន៍ទេយើងនមស្ការគុណព្រះអង្គតើតែយើងឃើញគុណព្រះអង្គនមស្ការទៅបានវាកើតសេចក្តីជ្រះថ្លាកើតការពេញចិត្តហើយយើងចេះតែសូត្រទៅអត់យល់ន័យអីផងវាអត់មានសទ្ធាកើតដោយចំមែនតើណាបងហើយពេលដែលសទ្ធាល្អមានបញ្ញាប្រកបសទ្ធាអត់បញ្ញានឹងខ្សោយហ៎បងអាចធ្វើឲ្យមានការយល់ឃើញខុសងាយទៀតចឹងគឺសូត្រមិនហ្នឹងឲ្យយល់អត្ថន័យដែលព្រះអង្គបញ្យល់មិនហ្នឹងសម្មាសម្ពុទ្ធជួយហ្នឹងសូត្រឲ្យយល់ន័យហ្នឹងបងយល់ន័យហ្នឹងឯងថាព្រះអង្គជាព្រះសម្មាសម្ពុទ្ធដោយសារព្រះអង្គត្រាស់ដឹងនៅធម៌ដោយព្រះអង្គឯងមិនមានគ្រូអាចារ្យណាបដៅព្រះអង្គទេឬក៏ថាព្រះអង្គឈ្មោះថាសម្មាសម្ពុទ្ធោដោយសារព្រះអង្គភ្ញាក់ពីការដេកលក់គឺអវិជ្ជាហ្នឹងហើយព្រះអង្គលែងមានសភាពអវិជ្ជាល្ងងខ្លៅដូចជាសត្វលោកយើងហើយអញ្ចឹងណាបងដោយសារអីដោយសារព្រះអង្គត្រាស់ដឹងអរគុណតើមានណាគេសួរទៀតអត់មានទេណាកណាគុណចាស់កណាមិញក៏អត់ទាន់ធម៌ដែលជាបច្ច័យប្រជុំតាក់តែងមាន5ធម៌ដែលបច្ច័យប្រជុំតាក់តែងហ្នឹងខណ្ឌ5ហ្នឹងឯងបងណារូបប្រខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌហ្នឹងឯងកណាគុណចាស់អរគុណណាសូមសួរទៀតបានបងយើងសូត្រនមស្ការគុណប្រណត្រ័យហ្នឹងទេវតាស្ដាប់បានដែរបងទេវតាស្ដាប់បានទេបងតែទេវតានៅឋានមនុស្សយូរគឺស្ដាប់បានទេហើយគ្រាន់តែថាបើសិនជាទេវតាជាន់ខ្ពស់ត្មងទេវតាត្រូវចែកចេញជា2ប្រភេទសិនបងទេវតាមួយផ្នែករស់នៅជាមួយឋានមនុស្សយើងនឹងឯងហើយជាពួកភូមិទេវតាជារុក្ខទេវតា
ទេវតាថែរក្សាភូមិស្រុកនិគមអីផ្សេងណាឬក៏ទេវតាដែលនៅអាស្រ័យតាមដើមឈើហ្នឹងគឺចេះភាសាដូចមនុស្សយើងហ្នឹងហើយព្រោះគាត់នៅឋានមនុស្សយើងហ្នឹងដែរហើយទេវតាជាន់ខ្ពស់ហើយយើងថាទេវតានៅក្នុងឋានសួគ៌ហើយច្រើនគាត់ចេះតែភាសាមគធភាសាបាលីទេហើយទេវតាទាំងអស់ហ្នឹងក៏គ្មានពេលណាមកខ្វល់ខ្វាយជាមួយមនុស្សយើងអីដែរទេវតាដែលនៅជាមួយមនុស្សយើងតាមថែរក្សាយើងដោយច្រើនហ្នឹងគឺពួកទេវតាដែលជាភូមិទេវតាហ្នឹងណាបងទៅតាមផ្ទះក៏មានទេវតាក្នុងផ្ទះដែរត្រូវហ៎យើងហៅថាជានាងផ្ទះណាជានាងផ្ទះក៏ចាត់ចូលជាទេវតាដែរណាអរគុណបងអញ្ចឹងថ្ងៃហ្នឹងបើអត់មានសំណួរអីទេយើងចប់ប៉ុណ្្នឹងទៅតំណងសួរបញ្ជាក់បន្តិចរខណ្ឌ5នោះមានរូបសង្ខារសញ្ញាវិញ្ញាណនិងវេទនាណាលោកចាស់យើងផ្ដើមពីរូបវេទនាសញ្ញាសង្ខារវិញ្ញាណយើងរៀនតិចទៀតទៅរៀននៅក្នុងខណ្ឌ5នឹងដែរបងហើយផ្ដើមដំបូងអត់ទាន់បានរៀនច្បាស់ទេណាអរគុណទេចឹងថ្ងៃហ្នឹងអាត្មាទោសទាំងអស់គ្នាបងទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងភ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណា